ឈប់សិនរដូវកាលទី1រត់ទៅយុវវ័យបានចាប់ផ្ដើមហើយការប្រកួតលើកនេះជាល្បែងបាញ់ទឹកនិងដណ្ដើមផ្លែឈ្មោះដោយបែងចែកជា2ក្រុមហើយក្នុងក្រុមនីមួយៗមានអ្នកលេងចំនួន10នាក់ប្រសិនបើផ្លែឈ្មោះនៅខាងក្រោយខ្នងត្រូវទឹកសើមលើសពី 50% នឹងត្រូវចាត់ទុកថាចាញ់ការប្រកួតជុំនេះគឺជាជុំសាកល្បងប៉ុណ្ណោះដូច្នេះមិនមានការបណ្ដេញអ្នកលេងចេញឡើយអ្នកចូលរួមទាំងអស់នឹងត្រូវបានបំពាក់ដោយខ្សែដៃសុខភាព Huawei ដើម្បីកត់ត្រាទិន្នន័យសុខភាពប្រចាំថ្ងៃបានយ៉ាងត្រឹមត្រូវទីតាំងប្រកួតនេះត្រូវបានបែងចែកជា4តំបន់គឺ A B C និង D នៅជុំទី1ប្រើតែតំបន់ ABC ប៉ុណ្ណោះរៀងរាល់5នាទីតំបន់1ក្នុងចំណោមតំបន់ទាំង3នឹងត្រូវបិទបន្ទាប់ពីហ្គេមចាប់ផ្ដើមអ្នកលេងត្រូវទៅកាន់តំបន់ដែលបានកំណត់ A B ឬក៏ C ដើម្បីស្វែងរកកាតមុខងារពេលកំណត់បានបញ្ចប់អ្នកលេងអាចចាប់ផ្ដើមបាញ់ប្រយុទ្ធគ្នាបានការប្រកួតបាញ់ទឹកដល់ស្លាឈ្មោះចាប់ផ្ដើមហើយដល់បងប្អូនមិនចោលខ្ញុំរីករាយខ្ញុំក្រអរគុណទៅដល់អ្នកក្បត់ដើរតួកងសតធ្លាប់លួចចាក់